The Voice Kid Cambodia ឧបត្ថម្ភផ្ដាច់មុខដោយរថយន្ត Mazda អ្នកស្រីកជនជាទីមេត្រីនេះគឺជាការប្រកួតក្នុងវគ្គ The Battle ជាការប្រកួតរវាងកូនក្រុមរបស់ធីម Coach Zono មួយឥឡូវនេះក្រុមដែលត្រូវបន្តការងាររួមជាមួយគ្នាគឺវីរៈប៊ីបានទេចង់ឲ្យវាមេអូនវើស្ទលកលោកតែបងនឹកឡាំណាវីរៈប៊ីនៅមាន2នាក់ទៀតចូលរួមជាមួយនឹងក្មួយសវណ្ណមករារៀបខ្ញុំទីរឿងពិតរាញ់ទឹករាញ់ចំបែកខ្សឹបសួនអ្នកឯងគិតវែងគិតរកតែថ្លៃសង្ហាមែនតើនេះអូខេអ្នកចុងក្រោយតារាវិទូមនុស្សស្រីម្នាក់នេះតែតែមើលឆាយបងពេលពុកពិបាកចិត្តស្មុកស្មៃបដងមកទៅអូសពោអូជពោចង់ឲ្យបងញញឹមអូតែនិយាយថាក៏មកជួបនឹងកុំចិត្តតែអសង្ឃឹមអូជានរីឲ្យជួយបងស្គាល់ច្បាស់ស្នេហាព្រួយបរោះពីបងពេលដែលឆ្កាត់ពីកាយយ៉ាពេលនេះតែថាគ្នាស្នេហាមានតម្លៃសុំទប់ពីមុនដល់បងក៏ឆ្កុំមិនសឺរវល់ពិសេសបាទចំពោះក្មួយទាំង3នេះវិញបើនិយាយអំពីអាយុគឺ12 12និង13ហើយនិយាយអំពីសមត្ថភាពសម្លេងក៏ខុសគ្នាដែរប៉ុន្តែមូលហេតុអីបានជាខ្ញុំសម្រេចចិត្តជ្រើសរើសយកពួកគាត់ដែលមានសម្លេងខុសគ្នាហើយយកមកចាប់ចូលគ្នាពីពួកខ្ញុំចង់បង្កើតនៅអ្វីដែលថ្មីសម្រាប់ពួកគាត់ទាំងអស់គ្នាស៊ូប៊ូមានស៊ូបាទមានស៊ូកូនមកចូលតាមទីតាំងអូខេឥឡូវនេះទាំងអស់គ្នាបានដឹងហើយថាបទអីដែលយើងត្រូវមកសមជាមួយនឹង piano នៅថ្ងៃនេះណោះបាទដូច្នេះបន្តទៀតពូនឹងចែកបារោឲ្យម្នាក់មួយហើយពូនឹងចែកវគ្គនឹង clear ការហាត់សមជាមួយ piano ខ្ញុំគិតថាក្រុមខ្ញុំច្រៀងអត់ទាន់ស្រស់គ្នាអត់ទាន់យល់ចិត្តគ្នាបានល្អនៅពេលហាត់សមជាមួយ piano នៅពេលដែលមានការតានតឹងបែបនេះពូសូណូបានប្រាប់ខ្ញុំថាឲ្យខ្ញុំត្រូវចេះច្រៀងមានកលុកកលៈឲ្យចេះថ្នមឲ្យចេះមានទឹកដមសម្លេងហើយនឹងមានការយល់ចិត្តធីមទៅវិញទៅមកកំភៃនេះនៅកំភៃយើងនឹងមានពេលបន្តទៀតដើម្បីហាត់ជាមួយគ្នាហើយកុំខ្លាចណាឆ្ងល់អីសួរមកមានពូក៏មានដូចជាលោកគ្រូភ្លេងក៏នៅចាំជួយបង្ហាត់បង្ហាញបន្ថែមទៀតខ្ញុំគាត់ថាយើងផ្សំជាមួយ band វារៀងស្រួលជាងសល់ជាមួយ piano ពីព្រោះ band គឺមានឧបករណ៍ទាំងអស់អញ្ចឹងធ្វើឲ្យពួកយើងស្រួលក្នុងការច្រៀងប៉ុន្តែពួកយើងច្រៀង3នាក់អញ្ចឹងពួកយើងពិបាកក្នុងការចាប់បរោគ្នាច្រៀងបើដឹងមានថ្ងៃនេះមកពួកខ្ញុំពេញតនេះខ្ញុំពីឡើយណាបាទក្រោយហ្នឹងមកទៀតមកបាទមកទៀតបងមកទៀតបងទៅវិញហាត់ឲ្យច្រើនទៀតអរគុណអញ្ចឹងនេះគឺជាឆាកពិតជាក់ស្ដែងអញ្ចឹងយើងត្រៀមចិត្តត្រៀមកាយជាមួយនឹងអារម្មណ៍របស់យើងគឺជាអារម្មណ៍ពិតនៅថ្ងៃនោះណាបាទឆ្លងកាត់ការសមច្រើនដងហ្នឹងវារៀងពិបាកដែរតែស្រាប់តែមកលើកហ្នឹងល្អជាងមុនធ្វើឲ្យខូចភ្ញាក់ផ្អើលដៃយើងកាយវិការយើងអញ្ចឹងហ៎អាហ្នឹងមិនលយតែកូនឯងនៅមានអារម្មណ៍មួយស្ទាក់ទើនៅអៀនកុំអៀននៅពេលដែលយើងចាប់ផ្ដើមសមជាមួយនឹងវងភ្លេងធំអារម្មណ៍តានតឹងហាក់បីដូចជាអូសបន្លាយយូរបន្តិចប៉ុន្តែយ៉ាងណាក៏ដោយពួកគាត់ទាំង3នៅតែខំប្រឹងយ៉ាងណាក៏ដោយខ្ញុំនឹងរងចាំមើលថាតើទាំង3នាក់នេះធ្វើឲ្យខ្ញុំពិបាកនៅក្នុងការសម្រេចចិត្តឬយ៉ាងណាគ្រប់យ៉ាងគឺបានត្រៀមរួចជាស្រេច3អ្នកខ្ញុំត្រូវតែសហការគ្នាបានល្អគ្មានអ្វីជាឧបសគ្គនោះទេស៊ូតែតម្រូវទៅលើបេក្ខជនធីរីតារាវិទូត្រូវប្រកួតជាមួយនឹងបេក្ខជនវត្តវីរៈប៊ីតែអ្នកទាំងពីរត្រូវប្រកួតគ្នាជាមួយនឹងបេក្ខជននងសវណ្ណមករា ប
កំឡោះសង្ហាទាំង3រូបត្រូវប៉ះគ្នានៅក្នុងសង្វៀនអក្តៅកគប់វគ្គ The Battle របស់ Team Coach Zono តើអ្នកទាំង3រូបក្មួយទាំង3រូបត្រៀមខ្លួនហើយនៅហើយពូហើយដូច្នេះ Team Zono ការប្រកួតក្នុងវគ្គ The Battle សូមចាប់ផ្ដើមអារម្មណ៍ពេលនៅក្បែរអូននឹងទេបងរីករាយអារម្មណ៍នៅក្បែរឆោមឆាយនឹងទេបងកងក្តៅស្នេហ៍ស្មងអើយអូនមិនដែលនឹងគិតថាចង់បាននឹងទេទៅរំជើងទៅបើនងមកជឿចាំព្រោះតែរូបអូនពិតប្រាប់ឲ្យបានត្រៀមបានស្រីហួងចិត្តនឹងស្ដីព្រោះតែអ្វីលែងដូចមុនបើដឹងមានថ្ងៃនេះបងមិនចង់ស្គាល់អូនឡើយតែអ្វីទៅអូនឡើយបងចិត្តអូនឲ្យវងវែងស្រឡាញ់ស្មើជីវិតស្រឡាញ់អូនខ្លាំងពេកយកស្នេហ៍បងជាល្បិចកុំដូចจะស្រីឬយ៉ាងណាបើដឹងស្នេហ៍បែបនេះបងមិនចង់ជួបទៀតទេស្នេហ៍ខ្ញុំឲ្យខំគេឲ្យខ្ញុំត្រូវរួមម្នាក់អរគុណដែលស្គាល់អូនឲ្យបងឈឺក្រៃលែឈឺចាំហួននឹងខ្លាចក្រោយពេលដែលអូនចាចេញទៅក្តីស្នេហាក្តីស្នេហាមកមិនដែលគិតថាបានលោបើដឹងមានថ្ងៃនេះបងមិនចង់ស្គាល់អូនឡើយហើយអ្វីទៅអូនហើយបងចិនបងឲ្យវងវែងស្រឡាញ់ស្មើជីវិតស្រឡាញ់អូនខ្លាំងពេកយកស្នេហ៍បងជាល្បែងកុំដូចជាស្រីឬយ៉ាងណាបើដឹងស្នេហ៍បែបនេះបងមិនចង់ជួបទៀតទេឲ្យខ្ញុំអីខំគេឲ្យខ្ញុំត្រូវរួមម្នាក់អរគុណដែលស្គាល់អូនឲ្យបងឈឺក្រៃលែឈឺចាំហួននឹងខ្លាចក្រោយពេលដែលអូនចាចេញទៅអូហូយកំឡោះទាំង3ជំរាបសួរពិតជាសង្ហាពិតជាមានសមត្ថភាពបាទប៉ុន្តែអូការហូរបាទមើលម្ដងទៀតមើលនេះហូរម្ដងទៀតមើលអូខេរំមិនដែរក្រោយការច្រៀងមិនដែរច្រៀងហើយកូន រៀងភ័យ អូយទៅភ័យកូនអចុះមួយផងចុះមួយមិនដែរអត់សូវភ័យមកអត់សូវអីទេចុះកូនមិនដែរកូនខ្ញុំអត់សូវភ័យដែរធម្មតាណោះអត់បញ្ហាសំខាន់ទៅលើការខមមិននិងការសម្រេចចិត្តរបស់ខូចយើងណោះអូខេសូមយើងខូចកញ្ញា អរគុណជំរាបសួរទាំង3នាក់អើយកំឡោះសង្ហាលាក់ខ្លួនចាស្អាតដូចគ្នាហើយមើលទៅកម្ពស់ដដំដសងគ្នាចាខូច
ខូច Zono ពិតជាបកកែជ្រើសរើសធីមមែនតើចាំមើលទៅគឺស្មើភ្នែកតែម្ដងហើយសង្ហាដូចគ្នាដោយឡែកទៅលើការបញ្ចេញសមត្ថភាពចាបងអូនទាំង3ចាមួយគឺថាមានគេហៅថាសម្លេងគឺគេហៅថាមាន style ផ្សេងគ្នាចាមានការច្រៀងផ្សេងគ្នាដោយឡែកទៅលើ B ចា B គឺដូចខ្លួនឯងមានបច្ចេកទេសនៅក្នុងខ្លួនហើយសម្លេងគឺមានទឹកដមល្អហើយមានទម្ងន់ល្អប៉ុន្តែគាត់ដូចក្មួយត្រូវដូចថាដល់វ័យយើងរៀងវិវត្តអញ្ចឹងទៅធ្វើឲ្យតង់សម្លេងរបស់យើងត្រូវការធ្វើឲ្យចង់ឲ្យឡើងទៅដល់គោលដៅដែរប៉ុន្តែដូចនៅមានកន្លែងស្អកខ្លះដែលយើងពិបាកណាចាប៉ុន្តែmìnhឃើញថាក្មួយពិតជាមានសម្លេងល្អមែនចាតែឡែកចាវីទូគឺដូចមានអារម្មណ៍ថាភ័យសម្រាប់ខ្លួនឯងហើយដូចចាត្រៀមខ្លួនមិនទាន់រួចរាល់ប៉ុន្តែក្មួយមានសម្លេងមួយយ៉ាងសតុនល្អណាចាអាចគឺថាអាចចូលជាមួយនឹងក្រុមរបស់យើងបានទៅលើមករាចាមករាក្មួយមានសម្លេងល្អប៉ុន្តែដោយឡែកទៅលើការស្ដាប់របស់ក្មួយវិញណាតារាចម្រៀងមិនមែនប្រកែតែសម្លេងច្រៀងទេគឺប្រកែតិចមួយទៀតទៅយើងអាចជោគជ័យទៅលឿនមែនតើណាចាអញ្ចឹងបងសូមីងគាត់ថាសូមផ្ដល់នៅយោបល់ខ្លះអាចនិយាយបានថាមីងនឹងសូមនិយាយត្រង់ដើម្បីឲ្យក្មួយមានការកែតម្រូវទៅថ្ងៃក្រោយតែមីងជឿចាមីងជឿថាខូច Zono ក៏គាត់ព្យាយាមនៅក្នុងការបង្វឹកនិងបង្ហាត់ក្មួយអស់ពីលទ្ធភាពរបស់គាត់ដែរចាអរគុណសូមអរគុណច្រើនជាបន្តសូមអញ្ជើញខូចនីសាផ្ដល់ជាយោបល់បន្តទៀតអរគុណចាជំរាបសួរក្មួយទាំង3សុទ្ធតែសង្ហាចាកពស់កពស់ស្មើគ្នាតែម្ដងហើយវីទូចាក្មួយមានសម្លេងខ្ពស់ប៉ុន្តែគ្រាន់ថាក្មួយនៅមានចំណុចដូចថាបើសិនជាមីងស្ដាប់ទៅអាចនឹងស្ទើរមនោសញ្ចេតនាបន្តិចអញ្ចឹងធ្វើឲ្យការខ្ចប់ពាក្យរបស់ក្មួយនៅក្នុងបទចម្រៀងហ្នឹងមានអារម្មណ៍ថារៀងល្វើយពីដំបូងបន្តិចអញ្ចឹងណាចាដល់ពេលបានពាក់កណ្ដាលហើយបានក្មួយរៀងស្ទុះទៅចានេះជាចំណុចរបស់ក្មួយតែយ៉ាងណាក៏ដោយគឺការខិតខំប្រឹងប្រែងមួយហ្នឹងក្មួយធ្វើបានល្អហើយចាហើយ B ក្មួយមានសម្លេងធំល្អប៉ុន្តែដូចមានកញ្ញាគាត់និយាយចឹងថាស្ថិតនៅក្នុងវ័យប្រែប្រួលសម្លេងតែពិបាកច្រៀងប៉ុន្តែយ៉ាងណាក៏មីងនៅតែសរសើរថាក្មួយចេះមានតិចនិចនៃការច្រៀងបានល្អចាគឺមានភាពជឿជាក់លើខ្លួនឯងសម្លេងល្អខ្លាំងមែនតើចាហើយនឹងមករាក៏សម្លេងធ្ងន់ល្អដែរប៉ុន្តែគាត់ថាក្មួយប្រហែលជាអាចភ័យធ្វើឲ្យមានកំហុសបន្តិចនៅវគ្គដំបូងណាក្បាលដំបូងបន្តិចដែលក្មួយជ្រៀងមករៀងច្រឡំតង់បន្តិចដល់ពាក់កណ្ដាលហើយបានក្មួយអាចត្រឡប់ចូលតង់ត្រូវវិញចឹងប្រហែលជាមានការខ្វះខាតបន្តិចបន្តួចនឹងតែជារួមទៅអ្នកទាំង3បានធ្វើបានល្អហើយមានសំណសរបាទអរគុណមីងបាទអរគុណច្រើនឥឡូវនេះចូលដល់គ្រូបង្វឹកផ្ទាល់ Coach Zono ជំរាបសួរគ្រូបាទជំរាបសួរជាដំបូងសូមអរគុណដល់ក្មួយទាំង3វិទូវិរៈប៊ីក៏ដូចជាមករាដែលបានចំណាយពេលដើម្បីមកចូលរួមជាមួយនឹងកម្មវិធីនេះគឺដើម្បីចង់បង្ហាញអំពី talent របស់ខ្លួនសមត្ថភាពរបស់ខ្លួនជូនដល់បងប្អូនយើងប៉ុន្តែក្មួយត្រូវតែបើកចិត្តឲ្យហើយធម្មតាទេការប្រកួតតែមានចាញ់និងឈ្នះប៉ុន្តែទោះជាចាញ់និងឈ្នះយ៉ាងណាក៏ដោយវាគឺជាបទពិសោធន៍មួយសម្រាប់ខ្លួនយើងណាថ្ងៃក្រោយយើងបានដឹងថាអូខេពីមុនយើងខុសអីយើងខ្វះអីបាទពូដូច្នេះលក្ខន្តិកៈពូមានតែម្នាក់ទេដើម្បីឈានទៅដល់វគ្គ live show បាទអរគុណច្រើនដូច្នេះការផ្ដល់យោបល់ពី coach ទាំង3នាក់ជាពិសេសគឺ coach ដែលជាអ្នកបង្វឹកផ្ទាល់ក៏បានបញ្ចប់ទៅហើយណាក្មួយណាយើងរងចាំលទ្ធផលដែលមានតែម្នាក់ប៉ុណ្ណោះអាចបន្តទៅវគ្គ live show ជាការជ្រើសរើសរបស់គ្រូបង្វឹកផ្ទាល់ប៉ុន្តែយើងនឹងមានឱកាសទី2សម្រាប់អ្នកដែលបានជ្រើសរើសណាបាទពូចាអញ្ចឹងរងចាំស្ដាប់ទាំងអស់គ្នាណាអញ្ចឹងសូមផ្ដល់អត្ថបទនេះជូនទៅដល់ចា Coach Zono ធ្វើការសម្រេចចិត្តអ្នកដែលត្រូវឡើងបន្តទៅវគ្គ live show គឺវីរៈប៊ីចូលរួមអរសាទរវីរៈប៊ីបាទអាចបន្តទៅវគ្គ live show វីរៈប៊ីបាទជាការសម្រេចចិត្តពី Coach Zono ដែលជាគ្រូបង្វឹកផ្ទាល់អរសាទរGood jobអរគុណណាពួកអរគុណច្រើនសម្រាប់ពេលវេលាដែលបានចំណាយពេលដើម្បីដកបទពិសោធន៍ល្អៗសម្រាប់ជីវិតថ្ងៃក្រោយទៀតណាកូនណាតស៊ូបន្តទៀតបើសិនជាយើងស្រឡាញ់អូខេកុំបោះបង់ណាអរគុណច្រើនគួយអរគុណបាទអរគុណបាទជាកម្លាំង
ចិត្តម្ដងទៀតឥឡូវនេះកូនទាំងពីរនឹងមានឱកាសមួយទៀតដែលជាឱកាសចុងក្រោយ បាទជាការពិតណាស់ក្មួយប្រុសទាំងពីរពិតជាចង់ទទួលបាននូវការជ្រើសរើសដោយខូចបង្វឹកផ្ទាល់របស់ពួកគាត់គឺខូច Zono ប៉ុន្តែលក្ខខណ្ឌគឺជាលក្ខខណ្ឌបាទក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី3នៅក្នុងសង្វៀនប្រកួតដ៏អស្ចារ្យដ៏ក្តៅគគុកនេះមានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម3នាក់ដែលអាចមានឱកាសបន្តទៅវគ្គ live show បាននោះគឺជាអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ដែលផ្អែកទៅលើគុណភាពសម្លេងអញ្ចឹងខូច Zono បានជ្រើសរើសហើយដោយឡែកក្មួយទាំងពីរដែលកំពុងតែធ្វើដំណើរទៅកាន់ទីកន្លែងដើម្បីរងចាំទទួលនៅឱកាសទី2បន្តទៀតពីខូចកញ្ញាក៏ដូចជាខូចនីសាក៏នឹងចូលមកដល់ហើយអញ្ចឹងថាតើសម្រាប់ក្មួយទាំងពីរនឹងមានឱកាសក្នុងការសម្រេចចិត្តជ្រើសរើសលក្ខខណ្ឌពិសេសពីខូចទាំងពីរឬក៏យ៉ាងណាដូច្នេះលក្ខខណ្ឌពិសេសតើ Still ឬក៏មិន Still សូមចូលរួមសោកស្ដាយសម្រាប់ក្មួយទាំងពីរដែលមិនបានឱកាសជាលើកទី2សម្រាប់ Still ពី coach ទាំងពីររូបបាទអញ្ចឹងក្មួយប្រុសបន្តទៅទៀតបាទសូមបន្តការខិតខំប្រឹងប្រែងបន្តទៀតបាទសម្រាប់សម្រេចនៃក្តីសប្បាយរបស់ក្មួយចំពោះបងប្អូនទាំង3រូបនេះវិញគឺក៏បានធ្វើឲ្យលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀតទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តមួយត្រូវតែធ្វើឡើងគឺខ្ញុំសម្រេចចិត្តជប់ឌីដើម្បីទៅវគ្គ live show បន្តហើយចូលរួមសោកស្ដាយចំពោះបងប្អូនទាំងពីររូបទៀតដែលខ្ញុំមិនបានជ្រើសរើសយកទៅវគ្គ live show The Voice Kids Cambodia រដូវកាលទី3